ថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលនិយាយតាក់ទងទៅនឹងក្រោយពីការជួបការប៉ះទង្គិចផ្លូវចិត្តក្រោយពីការទទួលបទពិសោធន៍ឆ្លងកាត់បទពិសោធន៍ផ្សេងនៅក្នុងជីវិតមនុស្សយើងតែងតែមានការវិវត្តនិងការប្រែប្រួលខុសៗគ្នាក្រោយការជួបការប៉ះទង្គិចផ្លូវចិត្តឬក៏ក្រោយការជួបបទពិសោធន៍ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តបុគ្គលមួយចំនួនក្រោយពីជួបការប៉ះទង្គិចផ្លូវចិត្តឬក៏គាត់មានបទពិសោធន៍នៅក្នុងការប៉ះទង្គិចផ្លូវចិត្តគាត់คล้ายទៅជាមនុស្សល្អហើយបុគ្គលមួយចំនួនទៀតគាត់នឹងមិនคล้ายទៅជាមនុស្សល្អទេដោយសារតែបទពិសោធន៍បានធ្វើឲ្យគាត់រៀនសូត្រពីបទពិសោធន៍ពីកុមារភាពក្តីពីអតីតកាលក្តីឧទាហរណ៍ថាប្រសិនបើគាត់កើតនៅក្នុងគ្រួសារមួយដែលមានអំពើហិង្សាម្ដាយលេងល្បែងឪពុកផឹកស្រាមានអំពើហិង្សាក្នុងគ្រួសារគាត់ឃើញថានេះគឺជាអំពើមិនល្អការរៀបចំគ្រួសារមិនបានល្អអញ្ចឹងគាត់រៀនសូត្រថានៅពេលដែលគាត់មានគ្រួសារគាត់នឹងមិនធ្វើដូច្នេះឡើយអញ្ចឹងគឺជាការល្អចំណែកមួយទៀតគាត់ឃើញគ្រួសារដែលមានអំពើហិង្សាដែលស្ថិតនៅក្នុងគ្រួសារមួយឪពុកម្ដាយឬក៏បងប្អូនខ្វះភាពយល់ចិត្តគ្នាខ្វះការផ្ដល់ភាពកក់ក្ដៅដល់គ្នាគាត់យកគំរូនឹងតាមរៀនតាមថាពេលដែលតទៅអនាគតគាត់នឹងធ្វើដូចឪពុកគាត់ធ្វើដូចម្ដាយគាត់ដែរអញ្ចឹងគឺមានការវិវត្តខុសៗគ្នាណាបងប្អូនណាឬក៏ធ្វើឲ្យគាត់ឈឺចាប់នៅពេលដែលជួបក្នុងគ្រួសារនឹងមានអំពើហិង្សាគាត់ឈឺចាប់ហើយគាត់បែរទៅជាមានអាកប្បកិរិយាមិនល្អនៅក្នុងសង្គមទៅវិញអ្នកខ្លះគាត់ឈឺចាប់ហើយគាត់កែប្រែខ្លួនឲ្យคล้ายទៅជាមនុស្សល្អអញ្ចឹងនេះជាចំណុចខុសគ្នាណាបងប្អូន